លើកទី1ហើយដែលជាងលេងបង្ហាញឡានដែលក៏ពិតខ្លាំងដូចនៅក្នុងរូបនឹងឲ្យបងប្អូនយើងមើលបាទតាំងពីដើមរហូតដល់ចប់ចឹងបងប្អូនសម្រាប់ឡានមួយគ្រឿងនេះគឺក៏ពិតខ្លាំងហ្នឹងបងប្អូនហើយបើសិនជាកន្លែងល្មមអីគឺគេឲ្យដូរធុងនេះបាទប៉ុន្តែចូលមកដល់កន្លែងជាងលេងគឺអត់ទេបងប្អូនពីរួមទៅគឺយើងប្រើបច្ចេកទេសបុរាណបងប្អូនពីរួមទៅសម្រាប់កន្លែងជាងលេងគឺអត់បដោតសំខាន់ទៅលើឧបករណ៍ទំនើបឬក៏សម័យអីទេបងប្អូនតែសំខាន់គឺយើងធ្វើឲ្យគឺស្អាតជូនភ្ញៀវបងប្អូនអញ្ចឹងដូចឡានមួយគ្រឿងនឹងអញ្ចឹងបងប្អូនមកមើលគឺធុងអីគឺបាក់ខ្ទេចអីភ្លីអីអញ្ចឹងប៉ុន្តែយើងប្រើបច្ចេកទេសយើងទាញឲ្យយើងកោះវាយតាមនឹងអញ្ចឹងគឺអត់ប្រើភ្លើងឯឡាននេះនិយាយរួមប្រើភ្លើងតែ2រុនដែលយើងចោះដើម្បីទាញសាច់វាចេញមកទេបើក្រៅពីហ្នឹងគឺយើងអត់ប្រើភ្លើងនិយាយរួមទៅឡានមួយគ្រឿងនេះក្រោយការតោនគឺយើងតោនស្អាតភ្លឹងហ្មងបងប្អូនអាចមើលសកម្មភាពខាងជាងលេងធ្វើបានបាទហើយសម្រាប់ឡានមួយគ្រឿងនេះបងប្អូននៅមើលtrongវីដេអូគឺស្អាតភ្លឹងហើយអានេះយើងធ្វើតាមលំដាប់លំដោយបងប្អូនអាចមើលបានអានេះគឺយើងបៀកកាយតិចតួចមែនតើបាទហើយយើងឡើងទំនាប់អានេះឡានដែលយើងធ្វើឲ្យគឺស្អាតភ្លឹងបងប្អូនអរគុណច្រើនបាទ